អ្វីចាប់ដើមខុសប្រក្រតីពីខ្ញុំវាចាប់ដើមជាមួយនឹងការទទួលសារជាអសរនោះមកពីអ្នកគ្រប់គ្រងរបស់ខ្ញុំដើម្បីអនុញ្ញាតឲ្យមានសេចក្តីថ្លែងការណ៍នេះពីរូបនេះបានវារៀបដើរហើយចូលទៅក្នុងសមុទ្រជើងព្រាមម៉ូដែលខ្ញុំកំពុងទទួលបានសារជាអសរនៅពេលនេះពិសោធន៍ទៅតែធ្វើតេស្តនៅព្រឹកនេះជំងឺផ្ដាសាយនិទានរដូវដែលទៅនឹងមនុស្សរបស់អ្នកជំងឺខ្ញុំទៅតែធានាការបញ្ជូនខ្យល់របស់វាតម្លៃផ្សាយគឺជាតម្លៃតាមរដូវកាលទូទៅ12ដងនៃជំងឺផ្ដាសាយកំពុងមើលសារជាអសរដែលផ្ញើដោយគ្រូជំនឿមានន័យថាសូម្បីតែឆ្អឹងរបស់ខ្ញុំតវាផ្ដោតលើគោលការណ៍ដែលតរបៀបសមុទ្រជើងគឺខ្ញុំនិងអ្នកណែនាំរបស់ខ្ញុំត្រឡប់មកពីបេសកវិទ្យាសាស្ត្រដាក់ពេលកាលពី1ឆ្នាំមុនថ្ងៃក៏កំណត់ដែលបានកំណត់បន្តពីម្ដងលេខមានន័យថាលឿនបំផុតមានអ្វីមួយទៀតនឹងកើតឡើងអ្នកណែនាំគឺជាអ្នកជំនាញខាងការចម្លងមេរោគក្នុងស្រុកអាជ្ញាធរកំពុងក្នុងការសិក្សាពីការផ្សាយខ្ញុំបានឃើញវាដោយផ្ទាល់ភ្នែកនៅក្នុងគាត់និងអ្នកសារជ្រាវចំពោះទាំងអស់នៅក្នុងជាតិខាងអ្នកសារជ្រាវត្រូវបានទៅដល់ក្នុងភាពចាស់ដល់ជឿហោបានទៅយកពួកគេទៅមួយទៀតមុនពេលខ្ញុំចាក់ចេញអ្នកគ្រប់គ្រងរបស់ខ្ញុំបានញ៉ាំសម្បត្តិនេះដែលបានអេព្រីបានចេញមកមុនគឺជាពេលដែលបានបានគណនេយ្យពេលនោះខ្ញុំមិនយកទេតែឥឡូវខ្ញុំទៅតែទទួលបានសារនេះពីគាត់ខ្ញុំមានអារម្មណ៍ថាត្រជាក់ដូចពេញរាងកាយរបស់ខ្ញុំអ្នកណែនាំរបស់ខ្ញុំបានដឹងរឿងនោះរួចហើយខ្ញុំបាននិយាយហើយដើរចូលទៅក្នុងទីពិសោធន៍ប្រព័ន្ធគ្រប់គ្រងការចូលការកំពុងជួបប្រទះការបន្ទាប់មកមកទិន្នន័យភាពពេញវ័យទិន្នន័យគំរូនិងការណែនាំអំពីជំងឺផ្ដាសាយមេរោគនេះរីករាលដាលតាមរយៈការសាងសង់ដែលត្រូវបានដាក់ជុំជាមួយគ្នាគ្រុនក្តៅខ្លាំងក្អួតនិងការវិវត្តយ៉ាងឆាប់រហ័សនៃមុខងារសរីរាង្គឡើងលឿនខ្យល់35អត្រាភាពសាំឆ្លងលក្ខណៈពិសេសនេះមួយទាក់ទងនឹងការជំរុញទិន្នន័យនៅក្នុងគំរូគឺពេញលេញការប្រកួតដ៏ល្អឥតខ្ចោះមួយផ្អែកលើការកាត់ចេញចុងក្រោយនៃគំរូជាលទ្ធផលមេរោគនេះនៅពេលដែលវាចូលដល់ដំណាក់កាលឆ្លងសហគមន៍ផ្នែកក្នុងរយៈពេល72ម៉ោងផ្នែកវិទ្យាសាស្ត្រប្រព័ន្ធនេះនឹងត្រូវបិទគប់ទាំងស្រុងហើយរាប់មិនអស់មនុស្សរាប់លានអ្នកនឹងធ្លាក់ខ្លួនឈឺគាត់បានស្លាប់ក្នុងរយៈពេល48ម៉ោងនៅពេលនេះនៅក្នុងវិទ្យាស្ថានសាស្ត្រជ្រាវក្រុមជ័យគ្នាស្ថិតក្នុងភាពច្របូកច្របល់ទាំងស្រុងខ្ញុំបានចុចលើវាដោយញ៉ោហើយបានឃើញមាននរណាម្នាក់បានបង្ហោះវីដេអូរយៈពេល15នាទីវីដេអូខ្លីមួយដែលត្រូវបានកត់សម្គាល់ថាមកពីបរទេសនេះទើបតែត្រូវបានបង្ហោះដោយមិត្តរួមការងារម្នាក់ដូច្នេះសូមប្រុងប្រយ័ត្នពេលអានខ្ញុំបានមើលវាម្ដងទៀតដូចធម្មតាប៉ុន្តែវីដេអូសារនោះត្រូវបានដកចេញភ្លាមហើយការជេរជាក្រុមក៏ត្រូវបានលុបចោលភ្លាមបើដំណើរការបិទសម្លេងពេញលេញអ្នកគ្រប់គ្រងបុគ្គលិកបានលុបរូបថតទាំងអស់ចេញយ៉ាងលឿនដូចផ្លេចបន្ទោប្រវត្តិជេរអ្វីគ្រប់យ៉ាងដែលគ្រូរបស់ខ្ញុំបាននិយាយគឺជាការពិតខ្ញុំប្រញាប់បដូរអភិសោតរបស់ខ្ញុំបន្ទាប់ពីបញ្ចប់ដំណើរការសម្រាប់មេរោគសូមចាប់ក្នុងរបស់អ្នកគាត់បានប្រញាប់ប្រញាល់ទៅអគារការិយាល័យជាមួយនឹងការបូករបស់ការិយាល័យបានដំណើរការដូចធម្មតារស់រវើកដូចគ្នាក្រុមនៅក្បែរនោះបញ្ហាស្ថិតនៅក្នុងការត្អូញត្អែជំងឺផ្ដាសាយនេះអ្នកទទួលភ្ញៀវពេកក៏អ្នកម្ដាយបានជួបជុំគ្នាដើម្បីរីករាយជាមួយតែទឹកដោះគោគ្មាននរណាម្នាក់ស្គាល់ពិភពលោកមុនពួកគេទេវាហៀបនឹងដួលរំហើយខ្ញុំបានសម្អាតកុំព្យូទ័រផ្ទាល់ខ្លួនរបស់ខ្ញុំមានឯកសារពួកគេបានដាក់ឈ្មោះទៅចិនដៅយល់គាត់ប្រទេសកំពុងហៅប្រពន្ធរបស់គាត់មានកំពុងនិយាយទូរស័ព្ទជាមួយនរណាម្នាក់មកពីវិទ្យាស្ថានសាស្ត្រជ្រាវផ្នែកសុខភាពតាមរបស់មន្ទីរពេទ្យធ្វើការកាត់ខ្ញុំនិងអ្នកណែនាំរបស់ខ្ញុំបានធ្វើការដើម្បីរាលដាលមេរោគអំឡុងពេលវឹកហាត់សម្រួលបន្ទាន់នេះគឺជាអ្នកដែលបានជួយខ្ញុំបានពិនិត្យមើលការឆ្លើយតបក្នុងគ្រាអាសន្នខណៈបញ្ជីសម្ភារៈរួមមានតែនាងប៉ុណ្ណោះមានតែខ្ញុំទេដែលធ្លាប់ធ្វើអំពីវាពាក្យ4មកថារបៀបសមុទ្រជ្រៅមនុស្សពេលដែលការហៅទូរស័ព្ទចុះភ្លាមខ្ញុំក៏បានជួបគាត់បាននិយាយសម្លេងរបស់គាត់ហើយនិយាយថាគំរូសមុទ្រជ្រៅកម្មវិធីបានចាប់ដើមហើយអ្នកនឹងកន្លែងសូមអនុញ្ញាតយើងនៅក្នុងចំណុចយន្តពេលជួបភ្លាមអ្នកនឹងខាងទៀតនៃទូរស័ព្ទបានទូរស័ព្ទមកភ្លាមសម្លេងក៏អីមួយត្រូវបានអូនឡាញពីចំណុចសម្លេងមុតស្រួយមួយយកព្រមខ្ញុំនឹងទៅដល់ទីនោះភ្លាមម៉ូទ័របានជប់អស់រយៈពេលជាច្រើនសិបវិនាទីនៅទីនោះខ្ញុំបានដាក់ពាក្យសុំជប់សម្រាប់ប្រចាំឆ្នាំរបស់ខ្ញុំបន្តដំណើរការដោយផ្ទាល់ដោយមិនចាំបាច់រងចាំការយកព្រមពីអ្នកខ្ញុំបានកំណត់ទូរស័ព្ទការងាររបស់ខ្ញុំអស់របៀបដើរបោះជំហានចេញពីទ្វារឆ្ងាយសម្លេងរថយន្តនៅក្រោមឡានក្រុងនៅពេលប្រើប្រាស់យន្តហត្ថលេខ1បានប្រញាប់ប្រញាល់មករកយើងឡានដែលមានសម្លេងស៊ីរ៉ែនបន្លឺឡើងនោះបានឈ្មោះថាស្អាតបានបន្លឺឡើងយ៉ាងរហ័សហើយឆ្លងកាត់ខ្ញុំបានចាក់សោឡានហើយគ្រាន់តែបញ្ឆេះម៉ាស៊ីននិងរថយន្តត្រូវបានភ្ជាប់ទៅបណ្ដាញសាររហ័សមួយត្រូវបានចុចនៅកណ្ដាលខ្លួនពេទ្យជំងឺឆ្លងបេះដូងអគិភ័យផ្លូវជាច្រើនកន្លែងនៅជុំវិញវិធានការត្រួតពិនិត្យចរាចរណ៍បណ្ដោះអាសន្ននឹងត្រូវបានអនុវត្តសូមធ្វើដំណើរវាមួយផ្លែតមន្ទីរពេទ្យជំងឺឆ្លងប្តីខ្ញុំបានឆែកទូរស័ព្ទរបស់គាត់ហើយខ្ញុំក៏ដើរតាមគាត់នាយកបានឈប់សម្រាប់យូរហើយត្រូវបានព្រមានខ្ញុំលេងគាត់ទៀតហើយយូរយូរខ្លាំងៗហើយថ្នាក់រំនឹងលេង piano ក៏ត្រូវបានអញ្ជើញផងដែរមេរៀន piano បានបញ្ចប់ទាំងអស់ហើយផ្នែករបស់យើងមនុស្ស3នាក់បានទៅកោះនានានៃអាស៊ីមិត្តរួមការងាររបស់ខ្ញុំដែលកំពុងពិសាមួយត្រូវបានផ្ញើដល់និយាយថាកំពុងថៃនេះទាំងស្រុងវាត្រូវបានបិទនាវាចម្បាំងបានចូលចតហើយស្រែតំបន់ខាងក្រោមពីហាងនេះពោពេញទៅដោយតង់ធ្វើតែលេងបន្ទាប់មកខ្ញុំបានលោកការបង្ហោះទាំងអស់របស់ខ្ញុំនៅលើវេទិកាអាចតាក់ទងជាមួយពួកគេបានទៀតទេខ្ញុំជួនចិញ្ចើមរួចបើកឡានមានចរាចរណ៍ដែលនាំមកនៅបញ្ហាវីរុសគាត់បានប្រាប់នាងរាល់ពាក្យទាំងអស់ការកកស្ទះចរាចរណ៍ក្នុងអំឡុងពេលម៉ោងមាននេះសំខាន់ដល់កម្រិតដែលភ្នែកអាចមើលឃើញហើយអ្វីនៅជុំវិញគឺសម្លេងស៊ីរ៉ែនរបស់អ្នកជំងឺយើងទាំងពីរនាក់ពួកគេបានបាត់មាត់ស្ទើរតែក្នុងពេលដំណើរគ្នាហើយការចុងក្រោយត្រូវបានបញ្ចប់ហើយការប្រមូលក៏ត្រូវបានប្រមូលឧបករណ៍ទាំងអស់ហើយទៅក្នុងជ្រៅដើម្បីចិញ្ចឹមសត្វពីអាណានិគមឪពុកម្ដាយរបស់ប្រពន្ធតាំងពីដំបូងពួកគេបានទទួលមរណភាពម្ដងមួយដោយសារតែជំងឺក្នុងរយៈពេលយ៉ាងយូរទៀតឪពុកម្ដាយរបស់ខ្ញុំរស់នៅទីនោះពេញនៅស្រុកកំណើតរបស់ខ្ញុំជ្រៅនៅក្នុងភ្នំនៃភាគខាងលិចជាយើងឪពុកខ្ញុំបានសាងសង់កន្លែងមួយនៅទីនោះក៏ស្ថិតចិញ្ចឹមសត្វទំហំ30ម៉ែត្រការ៉េប្រហែលពីការដឹកជញ្ជូនទៅកាន់តំបន់នោះមិនសូវងាយស្រួលទេមានផ្លូវមួយដែលនាំទៅដល់ច្រកទ្វារនៅខាងក្នុងមានតំបន់ទឹកជ្រៅដាច់ដោយឡែកមួយសួនបន្លែយើងយូរត្រូវបានសាងសង់ឡើងទល់នឹងភ្នំងាយស្រួលការពារនិងពិបាកពីប្រហារវាល្អឥតខ្ចោះជំរកស្ងាត់2ឆ្នាំមុនបន្ទាប់ពីត្រឡប់មកពីតំបន់អាទិត្យវិញខ្ញុំនិងឪពុករបស់ខ្ញុំបានលើកឡើងពីការពង្រឹងកសិដ្ឋានបង្កើតនេះនៅឆ្នាំនេះឪពុកការសាងសង់ត្រូវបានអនុវត្តជា3ដំណាក់កាលដោយផ្ដល់នូវដំណាក់កាលទាំងមូលនៃស្ថានបង្កើតពូជត្រូវបានជួសជុលផ្លូវទឹកកម្ពស់3ម៉ែត្រត្រូវបានសាងសង់ឡើងខ្ញុំបានក្រឡេកមើលជញ្ជាំងកែបនាឡិកាយន្តម៉ោង5:01នាទី17ពិន្ទុម៉ូដែលចំណាយវិញពេលវេលានៃការពង្ឡើងនៃការស្រាវជ្រាវទៅទៀតដល់72ម៉ោងទៀតយើងត្រូវតែប្រណាំងប្រជែងនឹងពេលវេលាបន្ទាប់មកខ្ញុំនិងប្រពន្ធខ្ញុំបានបែកខ្ញុំបានប្រគល់កូនសោររថយន្តទៅឲ្យគេឲ្យវាទៅប្រពន្ធខ្ញុំដើម្បីឲ្យនាងអាចទៅសាលារៀនបានឈានឱកាសត្រឡប់មកផ្ទះវិញខ្ញុំក៏វិលមកជិះរថភ្លើងក្រោមដីដោយផ្ទាល់ទៅផ្សាររថយន្តទីផ្សារដូចដែលបានគ្រោងទុកពីមុនកិច្ចសញ្ញាជួលឡានឲ្យបានរហ័សរថយន្តទៅទំនិញប្រអប់លេខដៃផ្សេងៗរថយន្តនេះយោងតាមផែនការរួមរបស់យើងផែនការហាត់សមនៅក្នុងទីក្រុងធំក្នុងដំណាក់កាលទីផ្សារនេះតែធនធានកម្រិតប៉ុណ្ណោះដែលសម្ភារៈរបស់ធម្មតាទាំងអស់ត្រូវបានរក្សាទុករហូតដល់ការបំពេញបន្ថែមទៀតនៅក្នុងទីរួមខេត្តដូចជាសម្រាប់ផ្នែកខាងបេះដូងត្រូវឆ្លងកាត់បណ្ដាញពិសេសសម្ភារៈពិសេសដែលអាចទិញបានហើយនិយាយបានប្រកួតថាវិការទៅឲ្យនាងលឿនហើយបណ្ដាញទំនាក់ទំនងរបស់នាយកឋានទិញក៏ទុកជាមុននៅផ្សារជួលរថយន្តពេលកំពុងរងចាំប្រកួតឡានប្រពន្ធរបស់គាត់បានទូរស័ព្ទមកហើយប្រាប់ខ្ញុំអំពីយូរខ្ញុំបានទទួលវារួចហើយគ្មានស្អីទៅចង់ប្រដាប់ក្មេងលេងទុននឹងខ្លាចទាំងអស់នៅពេលអ្នកអាចជ្រើសរើសបានតែមួយចំនួនតូចប៉ុណ្ណោះដើម្បីយកជាមួយយកវាមកគុំខ្ជិះខ្ជាយពេលវេលាលើរឿងនេះកុំបំភ័យកូនអីគ្រាន់តែនិយាយជាមួយយើងតែក្នុងនិយាយថាទុកទូរស័ព្ទរបស់អ្នកអាចចូលប្រើបាននៅទីនេះទូរស័ព្ទមកពេលណាក៏បានមិនទេដាក់ទូរស័ព្ទចុះមិនអីទេរងចាំក្នុងឡានភ្លើងឆ្នាំអស់ហើយអេក្រង់សាប់តែភ្លឺឡើងហើយខ្ញុំក៏ជើងហោះហើរអន្តរជាតិត្រូវបានពន្យាពេលក្នុងទ្រង់ទ្រីធំមិនត្រឹមត្រូវទេផ្លូវមួយចំនួនត្រូវបានលុបចោលជាបណ្ដោះអាសន្នមន្ត្រីអាកាសយានដ្ឋានបាននិយាយថាវាបណ្ដាលមកពីឧបទ្ទហេតុមួយនៅលើយន្តហោះការត្រួតពិនិត្យចរាចរណ៍លោកម្ចាស់ឡានរបស់អ្នករួចរាល់ហើយអរគុណខ្ញុំបានពិនិត្យឡានហើយពិនិត្យមើលសម្បកកង់និងធុងប្រេងបន្ទាប់ពីចាក់សារទិញទូរស័ព្ទក្នុងអាស៊ីការថែរំសុខភាពនៅតំបន់អភិវឌ្ឍជាតិមន្ទីរពេទ្យឧស្សាហកម្មប្រព័ន្ធវិទ្យាសាស្ត្រនៅពេលយប់ខ្ញុំបានមកដល់ម៉ោង7:07នៅចុងក្រោយពីមន្ទីរពេទ្យឧស្សាហកម្មនេះគឺជាកន្លែងតែមួយគត់នៅក្នុងទីក្រុងដែលអ្នកអាចទិញបានដោយសុវត្ថិភាពជាពិសេសចល័តខ្ញុំបានមកដល់ទីតាំងនោះ6ខែមុនក្រោមរូបភាពនៃការធ្វើឲ្យប្រសើរឡើងនៅមន្ទីរពិសេសចែកចាយបានជាទិញជាមុនមួយបាច់ឧបករណ៍រួមមានម៉ាស៊ីន2ដំណាក់កាលទូសុវត្ថិភាពជាពិសេសចល័តថ្នាក់ PA ម៉ាស៊ីនដែលមានល្បឿនលឿនមួយគ្រឿងដែលមិនទៀងទាត់ PT ពេលវេលាជាក់ស្ដែងបរិមាណរបស់ដៃបានទូទឹកកកចល័តសម្រាប់វិទ្យាសាស្ត្រចំនួន2ប្រអប់ឧបករណ៍ទាំងនេះនឹងគ្រប់គ្រងខ្ញុំបានបន្តនៅស្ថានចិញ្ចឹមសត្វការស្រាវជ្រាវរោគសាស្ត្រពីព្រោះនីតិវិធីត្រូវបានបញ្ចប់ទាំងអស់អ្នកចែកមានមានការសង្ស័យទេត្រូវប្រុងប្រយ័ត្នចំណុចព្រឹកនេះ SIS
មនុស្សក៏បានមកដែរហើយពួកគេបានយករបស់របរមួយចំនួនទៅការពារយានយន្តត្រូវបានគេនិយាយថាត្រូវការថ្ងៃនេះខ្ញុំកំពុងស្តុកគ្រឿងបរិក្ខារទុកនៅសន្តាគារអស់ចាមែនខ្ញុំបានចូលទៅក្នុងកៅអីរបស់ខ្ញុំអង្គុយចុះទូរស័ព្ទរបស់ខ្ញុំញ៉ោសារពីប្រពន្ធខ្ញុំគាត់បានឆ្លើយតបទៅលេខរួចបើកឡានចេញបដូរការរុករកទៅកណ្ដាលទីក្រុងអាគារឧបករណ៍ទូគមនាគមន៍នៅទីនេះវាជាវិទ្យុស្ម័គ្រចិត្តរបស់ខេត្តជាកន្លែងជួបជុំសម្រាប់អ្នកចូលចិត្តហើយក៏ជាកន្លែងសម្រាប់កន្លែងតែមួយគត់ដែលខ្ញុំអាចទិញថាពុកទីតាំងនៃស្ថានីយ៍វិទ្យុលោកលេងនិងលោកលេងស្ថានីយ៍វិទ្យុលោកនឹងឆ្លងកាត់ការសាយភាសញ្ញានៅស្រទាប់បណ្ដឹងក្នុងគ្រោះមហន្តរាយធម្មជាតិធ្ងន់ធ្ងរឬសង្គ្រាមក្នុងស្ថានភាពនេះវាពិតជាគួរឲ្យទុកចិត្តបំផុតវិធីសាស្ត្រទំនាក់ទំនងម៉ោង5 3យប់42ខ្ញុំបានលួចឧបករណ៍ទំនាក់ទំនងទៅខាងច្រកចូលហាងលក់ឧបករណ៍បងចានខ្ញុំចង់បានកិច្ចដែលខ្ញុំបានចាប់អារម្មណ៍ពីមុនវិទ្យុលោកលេង730ដែលមាន2អង្គតែស្លាប់ដែលមានកម្លាំងខ្ពស់ហើយនោះក្រសួងគ្រប់គ្រងទូរស័ព្ទកែរំដោះសមុទ្រយកសមាជិកភាពដែលផ្ដល់មូលនិធិដោយខ្លួនឯងមួយឆ្នាំមកយប់នេះថ្ងៃនេះមានរឿងបន្ទាន់មែនទេអគិសនីខ្ញុំបានរៀបចំកុងសូលសម្រាប់អ្នករួចហើយព្រៃកង់ក៏ត្រូវបានកំណត់ជាមុនសម្រាប់ការប្រើកង់ទូរស័ព្ទកែរំដោះមានបានធ្វើឲ្យសកម្មហើយអ្នកអាចប្រើវាដោយផ្ទាល់បានអូខ្ញុំស្ទើរតែភ្លេចហើយមានរឿងមួយកាមេរ៉ាទាំងពីរមានចម្ងាយ5គីឡូម៉ែត្រពីគ្នារលកវែងជាងនឹងរលកពេញ3ម៉ាស៊ីនភ្លើងដែលប្រើដៃបង្វិលដោយវិទ្យុខ្លីខ្ញុំនឹងមិនគិតថ្លៃអ្នកសម្រាប់រឿងបន្ថែមទេមិនអីទេសូមថែរក្សាវ៉ាដោយខ្លួនឯងចោះយ៉ាងបងប្រុសឲ្យអ្នកមិនគួរបើកហាងមួយរយៈទេជំងឺផ្ដាសាយធ្ងន់ធ្ងរនៅខាងក្រៅអ្នកចិត្តយោងតាមស្តង់ដារសម្រាប់ការដាក់ឲ្យនៅដាច់ដោយឡែកសម្រាប់បន្ថែមទៀតហើយលោកកន្លែងស្ងាត់មួយចូលយើងចំណាយពេលខ្លះនៅកន្លែងស្ងាត់មួយមិនអីទេខ្ញុំយល់ហើយថែរក្សាខ្លួនឯងដែរពេលម៉ោង10:15យប់ខ្ញុំឧបករណ៍ទំនាក់ទំនងត្រូវបានដាក់នៅលើយានយន្តវិទ្យុបានចាប់ផ្ដើមចាក់ផ្សាយតាមអ៊ីនធឺណិតព័ត៌មានទំព័រប្រទេសអាស៊ីអាគ្នេយ៍មួយចំនួនប្រណិតនេះបានចូលក្នុងស្ថានភាពអាសន្នហើយផ្នែកខ្លះនៃឧទ្យានទូគមនាគមន៍ត្រូវបានបិទក្រសួងពាក់ព័ន្ធបន្តសហការគ្នាដើម្បីធ្វើអភិសេកសម្រាប់របស់វិទ្យុធ្វើដំណើរទៅកាន់ប្រទេសដែលបានជួបនៅផ្ទះខ្ញុំបានបិទវិទ្យុឈូទៅកាន់ទីក្រុងអេឡេកូនីយប់ខ្ញុំតូបលក់សាច់អាំងនៅម្ខាងនៅតែដំណើរការយុវជនអង្គុយជុំគ្នាហឹកស៊ីលេងសើចរោងចាំភ្លើងស្តុកក្រហមខ្ញុំបានក៏លេចមើលប្រធានបទក្រៅថ្ងៃនេះការស្វែងរកសង្គ្រាមក្នុងស្រុកទុនកម្មពាណិជ្ជកម្មនេះសួររឿងស្នេហារបស់តារាល្បីនៅនាការនីតិក្រដៅអារម្មណ៍គ្រាន់តែនៅកន្លែងដែលមើលមិនឃើញគ្មាននរណាម្នាក់បានដឹងអំពីរឿងហង្រៃដ៏ធំការលំបាកចិត្តមកដល់ហើយម៉ោង11យប់នៅម៉ោង45នាទីខ្ញុំបានគូសវាទីក្រុងអេឡេក្រូនិកមានហាងចំនួន8ម៉ាស៊ីនភ្លើងដែលដំណើរការ24ម៉ោងម្ចាស់ហាងឲ្យទិញទូរស័ព្ទទំហំ5អ៊ីនពីគ្រឿងម៉ាស៊ីនភ្លើងម៉ាស៊ូស្ងាត់គីឡូវ៉ាត់ម៉ាស៊ីន2ហេតុអ្វីបានជាអ្នកត្រូវការវាធំម្លេះជាធម្មតាការផ្គត់ផ្គង់ថាមពល3គីឡូវ៉ាត់គឺគ្រប់គ្រាន់សម្រាប់ការប្រើហើយខ្ញុំបើកស្ថានចិញ្ចឹមសត្វនៅពេលយប់ដើម្បីផ្ដល់ថាមពលដល់ឧបករណ៍សូមបន្ថែម$1000ជួយខ្ញុំដាក់វាលើឡានផងតោះចាប់ផ្ដើមឡាខ្ញុំបានប្រើសម្ភារៈវិជ្ជមានដែលបានអាគុយអាស៊ីតនិងអាគុយ3ប្រភេទចំនួន4 Solar Silicon Monocrystalline 100ទេថាមពលនិងផ្នែករាវស្រា200កំពុងដំឡើងថ្នាក់កាលឡើងនៅម៉ោង2ព្រឹកនៅម៉ោង05ឧបករណ៍ទាំងអស់ត្រូវបានដំឡើងបន្ទាប់ពីឡានត្រូវបានជួសជុលរួចរាល់ខ្ញុំបានរួចពិនិត្យវាខ្ញុំបានពិនិត្យមើលបញ្ជីសម្ភារៈម្ដងទៀតហើយវាវិញគាត់ដកដង្ហើមក្នុងដោយទូរសារឬក៏ដោយចេញគាត់បានផ្ញើសារទៅប្រពន្ធរបស់គាត់ព័ត៌មានសម្ភារៈទាំងអស់ត្រូវបានទិញរួចរាល់ហើយវាត្រឡប់មកវិញឥឡូវនេះប្រពន្ធនិងមនុស្សជាច្រើនអ្នកវាស្ទើរតែជាជោគជ័យជាមួយអ្នករស់ហើយយើងទៅកន្លែងទៅវារងចាំអ្នកនៅច្រកទ្វារស្រុកម៉ោង5ព្រឹកនៅម៉ោង1:47ខ្ញុំបានដឹកជញ្ជូនទំនិញគឺខ្ញុំត្រូវបានចតនៅច្រកចូលរបស់នៅឋានហើយប្រពន្ធរបស់នាងចាក់ក៏វិស័យនឹងទីតាំងរបស់កុមារលោកអូបានដូចឡានហើយគ្មានស្រីទៅមិនបានទេខ្ញុំធ្លាប់អង្គុយនៅកៅអីអ្នកបើកបរឡានទៅទំនិញអ្នកខ្លះលួចមើលដល់ចង់ដឹងចង់ឃើញតើអ្វីគ្រប់យ៉ាងរួចរាល់ហើយនៅសម្ភារៈសំខាន់ទាំងអស់បានមកដល់ហើយសម្ភារៈដែលនៅសល់ខ្ញុំនឹងបន្ថែមព័ត៌មានលម្អិតបន្ថែមទៀតនៅពេលដែលខ្ញុំទៅដល់ Chengcheng រថយន្តដឹកទំនិញបុកគ្នាចូលលើ highway ចរាចរណ៍កំពុងធ្វើដំណើរឆ្លងទៅកាន់ផ្លូវជាតិពីតាមរយៈរថយន្តសម្ពុទ្ធបន្ទាន់ហើយដូច្នេះនៅពេលនេះទីបញ្ចប់នៃពិភពលោកជិតមកដល់ហើយការទូឡើងនៃជំងឺនេះបានកើតឡើងទាន់ពេលវេលាដោយនៅក្នុងសម្បត្តិទៅកាន់ទីក្រុងខ្ញុំដឹងថាទីក្រុងនេះកាន់តែឆ្នៃទៅឥឡូវគ្មានផ្លូវត្រឡប់មកវិញទេ5ថ្ងៃរហូតដល់ចុងបញ្ចប់នៃពិភពលោក10ម៉ោងក្រោយមកយើងនឹងមកដល់ចំណុចថ្ងៃនេះឆ្លងកាត់ផ្លូវកោងផ្លូវក្នុងកោងការចិញ្ចឹមត្រីនៅតំបន់ភ្នំជ្រៅជញ្ជាំងជុំវិញទីកន្លែងបានលេចចេញជារូបរាងរួចហើយនូរីតាំងពី1ឆ្នាំមុនមកខ្ញុំនឹងឪពុកខ្ញុំបានស្វែងយល់ពីគំរូមកជ្រៅផែនការរៀនថ្ងៃវិនិច្ឆ័យក្រោយមកគាត់បានរៀបចំយុទ្ធនាការប្រឆាំងនឹងការធ្វើឲ្យប្រសើរឡើងនឹងការជួសជុលស្ថានចិញ្ចឹមបន្ថែមពីលើការសាងសង់ជុំវិញតំបន់ចិញ្ចឹមហើយចិញ្ចឹមបរិវេណនៃទីកន្លែងនោះបន្ទាប់មកគាត់បានពង្រីកបន្ទប់ក្រោមដីបន្ទប់ត្រួតពិនិត្យត្រូវបានរៀបចំឡើងជាបន្តបន្ទាប់កន្លែងផ្ទុកត្រជាក់និងធ្នើកន្លែងផ្ទុកត្រជាក់ម៉ាស៊ីនចំហាយទឹកត្រូវបានទុកចោលដើម្បីបោះចោលផ្នែកសាច់ជ្រូកនិងសាច់ចៀមដែលមានគុណភាពល្អនិងផ្នែកសម្ងួតម្ខាងត្រូវបានដាក់ជាគំនរដូចក្នុងតូចមួយអង្ករនិងម្សៅដែលវេចខ្ចប់ដោយឡែកពីគ្នានៅម្ខាងមានធុងអាហារប្រើប្រេងក៏ដូចជាស្ករទឹកស៊ីអ៊ីវនិងទឹកខ្មេះគ្រឿងទេសមូលដ្ឋានខាងលើស្រទាប់នំផេងខៃទាំងនោះមានលក្ខណៈដូចជានំផេងខៃដែលបាននិយាយតាមរបស់ក្រុមគ្នាយប់មិញឪពុកបាននិយាយថាគាត់កំពុងឲ្យគេដាក់ជញ្ជាំងត្រូវបានពង្រឹងសម្រាប់ដំណាក់កាលចុងក្រោយពេលមកដល់មាត់ទ្វាររកស្ថានកន្លែងនេះត្រូវបានកោយ៉ាងច្រើនរួចទៅហើយដោយគ្រឿងចាក់កំពុងដំណំការងារប្រជាជនបានបន្ថែមនូវបន្លាទៅរបងព្រមដើម្បីជៀសវាងការបង្កចំណាំថាខ្ញុំបានចតឡាននៅឆ្ងាយនៅពីមុខឃ្លាំងនៅមាត់ទ្វារទីធ្លាខ្ញុំបានស្វាគមន៍ប៉ាបានមកជួយដឹកអីវ៉ាន់ទំនិញកំពុងត្រូវបានដឹកជញ្ជូនហើយប្រពន្ធរបស់គាត់ក៏កំពុងជួយទំនិញយោយោតែម្នាក់ឯងមនុស្សម្នាក់ចូលនៅក្នុងទីធ្លាសម្លឹងមើលកម្មករដែលមានញឹកនៅឆ្ងាយមនុស្សនឹងការភ្លើងសារដែលវាហាក់ដូចជាដោយមានការភ័យខ្លាចខ្លះយើងបានបែងចែកការងារឲ្យសហការពួកគេបានរុះរើសម្ភារៈចេញយ៉ាងលឿនហើយឪពុកបន្ទាប់ពីត្រូវបានរំសាយចេញពីជួរកំតបគាត់មានសារអ្នកទំនិញជាពិសេសជលខ្លីគាត់មានជំនាញខ្លាំងណាស់ក្នុងការវេកាត់ទទួលខុសត្រូវលើការដំឡើងនិងផ្សព្វផ្សាយវិទ្យុខ្ញុំទទួលខុសត្រូវចំពោះការដំឡើងម៉ូតូឧបករណ៍វិទ្យាសាស្ត្រត្រូវបានដំឡើងការផ្សេងៗនៅពេលល្ងាចខ្ញុំបានជួបជាមួយបុរសចំណាស់ម្នាក់បាននិយាយជាមួយរបស់ខ្ញុំហើយលើកនេះគាត់បាននិយាយថាករណីជំងឺផ្ដាសាយនីតិខដៅបច្ចុប្បន្ននេះមានករណីជាច្រើននៃអបគិរិយាឈាមទៀតរោគសញ្ញាម៉ាញ៉េទិកស្រដៀងគ្នាចំនួនករណីកំពុងកើនឡើងយ៉ាងឆាប់រហ័សលើពីនេះទៅទៀតរហូតមកដល់ពេលនេះអ្វីគឺការព្យាករណ៍គម្រោងវិភាគរបស់គ្រូលទ្ធផលតេស្តគឺដូចគ្នាករណីប្រភេទនេះវានឹងត្រូវបានបង្ហាញក្នុងរយៈពេល48ម៉ោង exponential ភាពឈួតលីលាចំនួនមនុស្សនឹងកើនឡើងហើយយើងត្រូវតែរៀបចំជាមុននិងបង្កើនក៏ស្ថានចិញ្ចឹមសត្វបន្ទុកឆ្នាំនេះនៅនឹងដៃទេអ្នកខ្ញុំត្រូវទៅខេត្តជាបន្ទាន់ខ្ញុំនឹងទុកកន្លែងនេះឲ្យអ្នកខ្ញុំនឹងទៅឲ្យលឿនហើយត្រឡប់មកវិញឲ្យលឿនយកឡានខ្ញុំទៅលឿនជាងនេះចប់ហើយការរកផលក្រោយ45 ម៉ោងក្នុងការធ្វើការទៅ
ពេលនោះខ្ញុំត្រូវប្រណាំងប្រជែងនឹងពេលវេលាជួយសម្រួលជីវិតពួកគេវាសនាខ្ញុំបានបើកឡានយ៉ាងលឿនតាមបណ្ដោយផ្លូវខ្ញុំពួកគេមិនខ្វល់ពីការបើកបរលើល្បឿនកំណត់នោះទេដោយមិននឹកស្មានដល់បន្ទាប់ពីបទជុំមួយនៅចំណុចកង់ខ្ញុំស្ទើរតែបុកជាមួយឡានមួយគ្រឿងបុកជាមួយរថយន្តដែលមកពីមុខខ្ញុំខ្ញុំបានចង់តាមឡានដោយភាពភ័យខ្លាចដែលនៅសេសសល់កំពុងមើលល្បឿនក្នុងកញ្ចក់មើលក្រោយឡានទឹកទំនិញបានវិញគោហើយបត់ជុំវិញខ្ញុំមិនដឹងថាអ្នកបើកបរធ្វើអ្វីខ្លះទេខ្ញុំបានបើកឡានហើយបន្តដំណើរទៅមុខទៀតបើកបរចុះពីលើក្នុងបើកបរវិញផ្លូវពេលខ្ញុំចូលដល់ទីរួមខេត្តខ្ញុំបានរកឃើញកន្លែងនេះស្ថានភាពអាក្រក់ជាងការរំពឹងទុកទៅទៀតផែនការនឹងផ្លូវរំពងមូលការបាក់ទង្គិចគ្នាពីក្រោយជាច្រើនដែលទាក់ទងនឹងការជួយរថយន្តទៅមួយកំពុងជាការសង្កត់សង្កត់ហងយៀនឆៅឆាន់បន្ទាប់ពីការរកផ្លូវខ្ញុំបានទៅដល់ស្ថានហើយខាងនេះឥឡូវបិទហើយពាក់ម៉ាស់ហើយប្រញាប់ប្រញាល់ចូលទៅជិតពេលចូលទៅក្នុងខាងគ្នាមនុស្សម្នាក់បានពុកដល់ចៃដន្យនៅទាំងនោះត្រូវបានពុកដល់ដោយឆ្នាំដែលរីបាយពីពេញកាមនុស្សជួបគ្នាដណ្ដើមប្រអប់ឆ្នាំការវាបានចាប់ដើមហើយខ្ញុំបានរកឃើញយ៉ាងណាឆ្នាំដែលយកត្រូវការត្រូវបានចាប់បាត់ចិត្តខ្ញុំបានប្រជ្រៀតគ្នាកាត់គោមនុស្សដើម្បីយកឆ្នាំខ្ញុំនោះពេលវិហារនឹងទូឡើងខ្ញុំមានអារម្មណ៍ពូនៅពីមុខខ្ញុំមានភ្នែកខ្លះសិននឹងវាណាស់វាហាក់ដូចជានាងរស់នៅក្នុងទីក្រុងយ៉ាងពូចាំមកពីទីក្រុងតូចមួយនៅជើងភ្នំចាន់ពូបានដាក់ប្រអប់ឆ្នាំរបស់យោចូលទៅដល់ជួរមុខគេខ្ញុំបានបងវាក៏បាត់ហើយទុកកំហឹងរបស់ខ្ញុំភ្លាមនោះខ្ញុំបានរៀបអស្ថានសំឡេងផ្សាយព័ត៌មានទូរទស្សន៍ការណែនាំគំរូព្យាកររបស់គ្រូហាក់ដូចជាគំរាមដល់សាហាវមួយបានកាត់ឡើងជំងឺនេះការទូឡើងនៃជំងឺពលក្នុងទ្រង់ទ្រាយផងបានរយៈពេលនេះជាមុនហើយវាបញ្ចប់យ៉ាងលឿនខ្ញុំប្រញាប់ទៅយកថង់ឆ្នាំដើម្បីបងវាទៅបាត់ពេលចេញពីអស្ថានខ្ញុំបានជួបនរណាម្នាក់ដោយចៃដន្យអ្នកថ្មជើងម្នាក់កំពុងរត់ទៅមុខយើងបានប៉ះទង្គិចគ្នាហើយបន្ទាប់មកខ្ញុំស្រាប់តែបុរសដែលខ្ញុំធ្លាប់ដួលនាងស្លៀកអាវមន្ទីរពេទ្យមុខរបស់នាងមុខរបស់នាងស្លេកស្លាំងដូចស្លាប់ហើយមានស្នាមជួញនៅលើកញ្ចឹងរបស់នាងស្លាកស្នាមខាងដល់សាហាវឥឡូវនេះនៅឆ្ងាយណាស់មានលេខានៅក្នុងទីក្រុងគឺសិស្សវិស័យទីផ្សារនៅតែមិនបន្តទៅទៀតឥឡូវនេះជាពេលវេលា5សូមនេះខ្លួនណាសំឡេងកណ្ដឹងបានបន្លឺឡើងនៅក្នុងទីក្រុងពេលដែលកណ្ដឹងរត់នៅលើមេឃខ្ញុំនោះបុរសនោះក៏ងើបឡើងយ៉ាងចម្លែកក្នុងផ្នែកខាងក្រោមរបស់ខ្ញុំខួរក្បាលរបស់ខ្ញុំបានរកឃើញមួយវីរុសនៃវិញ្ញាណកំពុងទូឡើងមុនការកំណត់វាត្រូវបានផ្ញើហើយដងផ្លូវនេះស្ថិតក្នុងភាពរបបច្របល់ភាពប្រព័ន្ធទាំងមួយស្រួលនៅជុំវិញពីក្រោមឡានសម្លេងជ្រៅមួយបានពីចម្ងាយការទូរដ៏ស្ងាត់ជ្រុងភ្លៀងធ្លាក់ខ្លាំងនៅខាងក្រោមភាពមើលឃើញត្រូវបានប៉ះពាល់យ៉ាងខ្លាំងរដាប់ជួបកញ្ចក់រថយន្តកំពុងញ័រយ៉ាងខ្លាំងវាទាំងអស់គឺឥតប្រយោជន៍ខ្ញុំក៏ជាប់យ៉ាងនៅក្នុងជីវិតពលផងដែរដោយមិនអើពើនឹងសញ្ញាលួចបានខ្លាំងកំពុងដល់ផ្លូវជីបានចូលមកដល់យ៉ាងមានហេតុការណ៍ធំធំនៅប្រសពចរាចរណ៍បកស្រាយកម្មវិធីរួមជំនួយបានជួបនៅច្រកចូលផ្លូវល្បឿនលឿនខ្ញុំជាប់ទៅនៅចុងផ្លូវបន្ទាប់ត្រង់កន្លែងដែលខ្ញុំកំពុងបែងចែកពេលខ្ញុំប្រឡេកមើលការរុករកខ្ញុំនោះបែរមកទៅទីផ្សេងរថយន្តសង្គ្រោះបន្ទាន់បានបន្តទៅបានខាងវាបានបុកដាំឈើនៅតាមដងផ្លូវខ្ញុំបានបាត់យ៉ាងលឿនដើម្បីទៅទីមនុស្សនោះឡានត្រូវបានចតនៅខាងផ្លូវបេះដូងខ្ញុំនៅតែញ័រដោយសារការតក់ស្លុតឆ្អិនខ្ញុំមានយានយន្តជាច្រើនគ្រឿងនៅលើផ្លូវធំជាន់5ព្រៀងតនៅឆ្ងាយប៉ុន្មានទៀតរថយន្តមួយគ្រឿងបានបុករថយន្តមួយគ្រឿងទៀតពីក្រោយបណ្ដាលខ្ញុំត្រូវបាននិរាមមួយសង្គ្រោះហើយខ្ញុំក៏បញ្ញាបានចាប់ដើមឡានហើយព្យាយាមបើកវាជុំវិញទៀតស្រាប់តែឃើញអ្នកជួយសង្គ្រោះនៅពីមុខគាត់ពីខាងក្រោយនៃរថយន្តសង្គ្រោះបន្ទាន់បានបើកហើយញ័រគាត់បានដើរចុះឡើងដោយមានបុរសម្នាក់ស្លៀកពាក់សម្លៀកបំពាក់ត្រីម្នាក់ស្លៀកអូពណ៌ស្នៅមន្ទីរពេទ្យមុខរបស់នាងពោពេញដោយឈាមពេលនាងឈរនៅក្នុងព្រៀងគាត់នៅស្ងៀមនៅខាងក្នុងហើយមាត់របស់គាត់កំពុងទំពាអ្វីមួយមុខរបស់គាត់វាបានរបបកំពីជាផាត់ហើយទៅខ្ញុំតាមជាបបកំពុងត្រូវបានខាងសើចហើយបោះស្ត្រីនោះចេញយ៉ាងលឿននៅពីក្រោយតាមរយៈកញ្ចក់មើលក្រោយខ្ញុំបានឃើញឧបករណ៍កំណត់ទីតាំងមួយទីដើរនៅតែមិនផ្លាស់ប្ដូរមួយនោះបានត្រឡប់ទៅស្ថានទីគាត់ទៅវិញហើយមកត្រឡប់ពេលខ្ញុំចូលទៅក្នុងផ្ទះប្រពន្ធខ្ញុំបានមកស្វាគមន៍ខ្ញុំបានចាក់ថ្នាំចូលក្នុងមាត់នាងបានក៏សម្គាល់ឃើញទឹកមុខរបស់ខ្ញុំនៅក្នុងដៃរបស់នៅទីបំផុតទីឈីងមិនបានសួរសំណួរអ្វីទៀតទេហើយបានទទួលយកបន្ទាប់ពីលេបថ្នាំរួចគាត់ក៏បែរខ្លួនរត់ចូលទៅក្នុងបន្ទប់ខ្ញុំបានទាញឪពុកខ្ញុំទៅភ្លាមប៉ាទីរួមខេត្តលែងគ្រប់គ្រងបានហើយមានមនុស្សខាងគ្រប់ទីកន្លែងនៅតាមដងផ្លូវមនុស្សឈួតនោះទៅតែ20នាទីមុននេះមុនពេលនាឡិកាចាប់ដើមដំណើរការព័ត៌មានត្រូវបានប្រកាសហើយអាសន្នត្រូវបានប្រកាសនៅក្នុងតំបន់ផ្សេងមន្ទីរពេទ្យចាស់របស់ខ្ញុំមិនអាចទាក់ទងមិត្តភក្តិរបស់ខ្ញុំណាម្នាក់ទៀតទេនេះជាសារសម្លេងចុងក្រោយដែលពួកគេបានផ្ញើស្ថានភាពចាប់ដើមធ្វើបុកទាំងស្រុងមិនអាចគ្រប់គ្រងបានដែលធ្វើឲ្យពួកគេអ្នកជំងឺដែលគួរតែស្លាប់ពួកវាទាំងអស់សុទ្ធតែមានការផ្លាស់ប្ដូរហ្វែនហើយមានអាថេកណ្ដូលនៃអង្គើហឹង្សាខ្លាំងស្ថាប័នវិទ្យាសាស្ត្រសំខាន់មន្ទីរពេទ្យត្រូវបានគេដឹងថានឹងដួលរលំភ្លាមបន្ទាប់គឺតំបន់ទីប្រជុំជនហើយបន្ទាប់មកវាស្ថិតនៅក្នុងតំបន់ជីក្រុងឥឡូវនេះស្រុកនេះធំជាងច្រើនតំបន់មួយត្រូវបានគេរកឃើញថាមានមេរោគបន្តិចប្រសិនបើពួកគេរកផ្លូវចូលទៅក្នុងភ្នំអ្វីដែលត្រូវធ្វើចុះបើមនុស្សឈួតទាំងនោះនៅខាងក្រៅប្រសិនបើសាច់យ៉ាងមកគូទ្វារនោះនឹងមានផ្ញើវាទាំងអស់គ្នាម្ដងមួយស៊ីធានខ្ញុំបានទទួលយកវាដោយឡែកក៏បើដឹកអ្នកដំណើរជាតិនឹងនិយាយស្រាប់តែផ្លូវឡើងភ្នំសំឡេងម៉ាស៊ីនជ្រៅមួយបាននិយាយពីខាងលើសំឡេងនោះខ្ញុំបានឃើញតាមរយៈ telescope
នៅលើផ្លូវឡើងក្នុងឆ្ងាយមានរថយន្ត pick up ដែលទៅត្រង់មួយគ្រឿងដែលគេហៅវាបានប្រហែលកន្លងផុតទៅ control ទំនិញរបស់ជាពេញទៅដោយសារវាដាក់ក្នុងបន្ទប់ប្រអប់នោះហើយបន្ទាប់មកជឿនបានសំឡេងនៃម៉ាស៊ីនរុញពីលើសំឡេងរហ័សដ៏គួរឲ្យស្ងប់ស្ងាត់របស់រានក៏មានវាបង្កប់ពីចាក់នៅលើខ្លួនគាត់បានរលែងមួយចុចក្រោមហើយដើរកាត់ក្នុងពេលដែលទីរួមខេត្តនៅជើងភ្នំឆ្ងាយតាមទូជាបន្តបានមកពីទីដែលសំឡេងនោះបន្តមកដល់កម្ដៅសំឡេងរោទអគិភ័យ